ថ្ងៃ birthday អន្ត័យឆ្នាំនេះអត់មានកម្មវិធីអីធំដុំទេគ្រាន់តែទិញនំខេកមួយហើយឲ្យផ្លុំទៀនហើយពេលគេផ្លុំទៀនទីកងហើយអញ្ជិញគេឃើញអញ្ចឹងគេសុំផ្លុំទៀនដែរពេលអន្ត័យផ្លុំចប់អង្កងគេចូលដុតទៀនហើយផ្លុំម្ដងហើយដល់ពេលលីកងផ្លុំចប់អញ្ជិញគេសុំដុតទៀនផ្លុំម្ដងទៀតតែថ្ងៃ birthday បងអន្ត័យទេប៉ុន្តែ3នាក់គឺផ្លុំទៀនទាំង3ពួកឃើញបងតៃផ្លុំទៀនទៅដូចតំណងសប្បាយលីកងហើយអញ្ជិញក៏គេសុំផ្លុំដែរបានទាំង3នាក់